ពួកយើងជាពុទ្ធបរិស័ទជាអ្នកប្រតិបត្តិព្រះពុទ្ធសាសនាឃើញព្រះសង្ឃគង់ចាំព្រះវស្សាក្នុងទីវត្តណាអស់កាល3 ខែតែងនាំគ្នាធ្វើកម្មឋិនទាំងខ្មែរទាំងចិនច្រើនគ្នាអ៊ូអែរួចហើយបបួលគ្នាហើយទាំងចិនទាំងខ្មែរទៅវេថ្វាយសង្ឃកម្មឋិនគឺជាការឡើងទានក្នុងមួយឆ្នាំមានការធ្វើតែម្ដងហើយមានតែមួយខែផងខុសពុតបំណងមិនជាកម្មឋិនរាប់ថ្ងៃមាន29ត្រូវតាមចំនួនជនជាតិខ្មែរចិនបើចង់កសាងកម្មឋិនត្រូវធ្វើឲ្យប៉ិនពុទ្ធានុញ្ញាតរាប់ពី100ខែសុចត្រូវតាមចំណុចមិនមានអាហារពេញបោកម្មដឹកអង្គខ្នាតពុទ្ធានុញ្ញាតចប់កម្មឋិនហើយពួកយើងអ្នកកាន់ពុទ្ធសាសនាដោយបានឃើញថាបុណ្យនេះកល្យានជ្រះថ្លាក្នុងចិត្តគ្រប់ប្រាណជួយត្រេកអរទានកឋិនលោកអើយជួយត្រេកអរទានកឋិនលោកអើយជួយត្រេកអរទានកឋិនលោកអើយ